បានជួបពេជ្រសម្បត្តិតែហុងសវណ្ណច័ន្ទសុធីមានឱកាសដណ្ដើមខ្សែក្រវ៉ាត់មួយនេះពី Enzido Gamba ព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official ហុងសវណ្ណច័ន្ទសុធីត្រូវមានឱកាសដណ្ដើមខ្សែក្រវ៉ាត់គ្រុឌពី Enzido Gamba ដែលគេបានយកឈ្នះក្របីព្រៃពេជ្រសម្បត្តិកាលពីថ្ងៃទី28ខែកញ្ញាឆ្នាំ2024កន្លងទៅគូបញ្ជាក់ផងដែរថាការប្រកួតមួយនេះនឹងលេងនៅក្នុងលក្ខខណ្ឌកងតូច5ទឹកពេញការប្រកួតចាប់ផ្ដើមនៅថ្ងៃទី16ខែមិនិនាឆ្នាំ2025ទីតាំងស្រុករមេហែកខេត្តស្វាយរៀងហុងសវណ្ណច័ន្ទសុធីចាត់ទុក Enzido Gamba គឺជាកីឡាករដែលល្អធន់អាវុធធ្ងន់ហើយច្បាស់យ៉ាងណាមិញ Enzido Gamba បានដាក់ខ្សែក្រវ៉ាត់គ្រុឌមួយខ្សែដែលខ្លួនដណ្ដើមបានពីក្របីព្រៃពេជ្រសម្បត្តិឲ្យហុងសវណ្ណច័ន្ទសុធីចូលមកដណ្ដើមសុធីបានប្រាប់មកកាន់ admin ថាគាត់សំលេងបែបកាចហើយក្នុងការដណ្ដើមខ្សែក្រវ៉ាត់ពី Gamba សុំមិនចប់5ទឹកនោះទេគាត់ក៏មានការព្រួយបារម្ភផងដែរព្រោះថា Enzido Gamba គេគឺជាកីឡាករដែលមានទម្ងន់ដៃធ្ងន់បន្ថែមពីលើនោះបងប្រុសមនីដែលជាស្ថាបនិករៀបចំគូប្រចាំសង្វៀនគ្រុឌគាត់ក៏បានបញ្ចេញមតិបែបនេះថា Enzido Gamba នេះបងប្អូនបានឃើញសមត្ថភាពគេស្រាប់ហើយវាយអស់មកដំបងគេហ៊ានដំឡើងដល់65វាយជាមួយបញ្ញារួចទម្លាក់មកវាយគីឡូស៊ីន60គីឡូក្រាមនេះពេលគេទម្លាក់មក60គេលេងកងធំគេបានយកឈ្នះពេជ្រសម្បត្តិឃីមឌីម៉ាឥឡូវនេះមកបះហុងសវណ្ណច័ន្ទសុធីខ្ញុំចេះតែស្រមៃថាបើសិនសុធីយើងចាញ់ទៀតតើគួរយកអ្នកណាបន្ទាប់ខ្ញុំសង្ឃឹមថាសុធីនឹងបញ្ចប់ Enzido ត្រឹមនេះចោះជាមួយគ្នានេះផងដែរបងប្រុសមនីគាត់ក៏បានបញ្ចេញសំណេរព្រួយបារម្ភជុំវិញនឹងការប្រកួតរវាងហុងសវណ្ណច័ន្ទសុធីនិងខ្លារ៉ូខិនអាហ្វ្រិកខាងត្បូង Enzido Gamba ថាបើសិនជាសុធីគាត់ចាញ់ទៀតមិនដឹងយកកីឡាកររូបណាមកជួបជាមួយនឹង Enzido Gamba នោះទេម្យ៉ាងទៀតគាត់ក៏បានដាក់ក្តីរំពឹងថាសុធីអាចនឹងបញ្ឈប់បើកំណត់ត្រាឈ្នះរបស់ Enzido Gamba បានទៅចុះប្រិមិត្តយើងយកខាងណាយកខាងណីដែរបាទកីឡាករកម្ពុជារបស់យើងហុងសវណ្ណច័ន្ទសុធីនិងកីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង Enzido Gamba កុំភ្លេច comment នៅខាងក្រោមនេះសូមអរគុណ